កាលនៅមានជីវិតរស់មានឈ្មោះជាអុកញ៉ាល្បីខាងជួយជាតិជ្រុំជ្រែងក្សត្រាពេលដែលធ្វើអត្តឃាតរលត់បងសង្ខាទៅទាំងកូនពីររួមជាមួយនឹងភរិយាមកដល់ពេលនេះពលរដ្ឋខ្មែរគ្រប់គ្នានៅតែគោរពបូជាថាជាគ្រួសារក៏ដូចជាអ្នកតាដ៏ពូកែស័ក្តិសិទ្ធិត្បិតខ្ញុំមិនដែលបានឃើញដើមសម្រង់ដ៏ធំនេះក៏ដោយវាមិនមែនជារឿងចៃដន្យឡើយដែលត្រឹមតែជាពកតូចមួយមានដីដុះជាប់នឹងសាច់ឈើដែលជាគល់ពុកផុយសោះមានការសាងសង់ជាសំណាក់ការពារយ៉ាងរឹងមាំហើយគោរពបូជាខ្លាំងដល់ម្លឹងរូបចម្លាក់ឧត្តមស្វាមីនិងភរិយាបែរភក្ត្រាទៅទិសខាងកើតដៃចង្អុលចុះទៅក្នុងរណ្ដៅដែលខ្លួនឯងបានលោតធ្វើអត្តឃាតដើម្បីទៅកេណ្ឌតបខ្មោចយកមកធ្វើសង្គ្រាមជាមួយនឹងសត្រូវឈ្លានពានការពារទឹកដីនោះគឺជារូបសំណាក់របស់លោកតាឃ្លាំងមឿងជាមួយនឹងឧត្តមភរិយារបស់គាត់ជំទាវខាន់ខៀវខ្ញុំពិតជាមានសំណាងមែនទែនបងប្អូនដែលបានធ្វើដំណើរមកកាន់ទីតាំងដែលជាដែនប្រវត្តិសាស្ត្រក៏ជាប្រវត្តិគ្រួសារនិងការធ្វើអត្តឃាតរបស់លោកតាឃ្លាំងមឿងដែលមានរឿងរ៉ាវដិតដាមនៅក្បែរដើមសំរោងមួយដ៏ធំដែលចាស់ទុំនៅទីនេះថាជាដើមសំរោងបុរាណដែលប្រជាពលរដ្ឋប្រុសស្រីគ្រប់ប្រានអាចមើលឃើញបានសល់ត្រឹមតែគល់ឈើរិចៗជាប់ជាមួយនឹងដីដុះតែចាស់ក៏ថាកាលពីក្មេងគាត់មើលឃើញដើមនឹងធំណាស់ពេលរលំធ្លាក់បាក់បណ្ដោយប្រវែងស្រះទឹកគាត់តែងតែឡើងលោតលេងកាលពីក្មេងយ៉ាងសប្បាយដល់ពេលធំដឹងក្តីទើបលន់មាត់ធម្មតាហើយនេះគឺជាដើមឈើដុះតាំងពីសម័យលោកតាឃ្លាំងមឿងហើយមានវត្តមានជាសាក្សីក្នុងពេលដែលលោកតាឃ្លាំងមឿងនិងសមាជិកគ្រួសារលោតធ្វើអត្តឃាតដោយលោតចូលទៅក្នុងរណ្ដៅដែលដោតពីបាតក្រោមបញ្ច្រាស់មកលើដោយលំពែងស្រួចនោះដែលប្រវត្តិកាលនោះស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបុត្រឡើងសោយរាជ្យហើយចំនួននោះរាជវង្សានុវង្សក៏បានបែកបាក់ស្របពេលនោះដែរស្ដេចពញាច័ន្ទរាជាបុត្រព្រះបាទធម្មរាជាក៏បានភៀសព្រះកាយទៅសុំជ្រកកោននៅនឹងស្ដេចសៀមដោយមានការខឹងសម្បានឹងស្ដេចកនជាពន់ពេក7ឆ្នាំក្រោយមកព្រះអង្គច័ន្ទរាជាបានប្រើនៅកលឧបាយដើម្បីបោកស្ដេចសៀមបានកងទ័ពប្រមាណជា 5000 នាក់និងស្បៀងគ្រប់គ្រាន់នាំចូលមកប្រទេសយើងវិញហើយក៏ជាពេលអំណោយផលល្អដែលបានចៅហ្វាយខេត្តបាត់ដំបងបានថ្វាយទាហាននឹងការគ្រប់គ្រងទាំងស្រុងនៅទូទាំងខេត្តតែម្ដងដល់ទ្រង់មកដល់ខេត្តពោធិ៍សាត់ចៅហ្វាយខេត្តនៅរឹងទទឹងនិងរាយការណ៍សុំជំនួយពីស្ដេចកននៅឡើយទើបបណ្ដាលឲ្យចិត្តលោកអុកញ៉ាឃ្លាំងមឿងដែលជាអ្នកស្ម័គ្រស្មោះទៅនឹងអង្គច័ន្ទរាជាបានរៀបចំជ្រុំជ្រែងទ្រង់និងរៀបគម្រោងធ្វើការវាឆ្មក់ហើយក៏បានសម្លាប់ចៅហ្វាយខេត្តនេះរួចក៏បញ្ចុះបញ្ចូលប្រជារាស្ត្រដែលនៅក្នុងខេត្តឲ្យមកចូលរួមជាមួយនឹងព្រះអង្គច័ន្ទរាជាព្រមទាំងថ្វាយសេះថ្វាយដំរីជាច្រើនដល់ព្រះអង្គសម្រាប់ធ្វើសឹកផងដែរដែលបានបង្ហាញពីភក្ដីភាពយ៉ាងស្មោះស្ម័គ្ររបស់អង្គញាឃ្លាំងមឿងទៅកាន់អង្គច័ន្ទរាជាពិតណាស់ការធ្វើសឹកសង្គ្រាមពិតជាមិនអាចបានទទួលជោគជ័យទេបើគ្មានការលះបង់សាច់ស្រស់ឈាមស្រស់របស់យុទ្ធជនជួរមុខនិងភក្ដីភាពដ៏ស្ម័គ្រស្មោះរបស់មេទ័ពប្រចាំតំបន់និងប្រចាំទិសនីមួយៗនោះដោយសារតែការលះបង់នៅធនធាននិងបង្ហាញពីភក្ដីភាពដ៏ស្ម័គ្រស្មោះទៅដល់ព្រះអង្គច័ន្ទរាជាទ្រង់ក៏បានតែងតាំងលោកអុកញ៉ាទៅជាចៅពញាសួរលោកគឺជាចៅហ្វាយខេត្តពោធិ៍សាត់និងជាមេទ័ពសម្រាប់កិច្ចការរាជាគ្រប់ប្រការពលគឺមានអំណាចធំណាស់ហើយអំណាចនិងតួនាទីទាំងអស់នោះក៏បានទៅដល់កូនទាំង4របស់លោកតាឃ្លាំងមឿងដែរដែលសុទ្ធសឹងតែទទួលឋានន្តរស័ក្តិខ្ពង់ខ្ពស់ពលគឺជាចៅពញាដែលមានមុខតួនាទីផ្សេងគ្នាទៀតផងគិតមើលបងប្អូនអស្ចារ្យប៉ុណ្ណាជាចៅពញាណាហើយជាកូនអុកញ៉ាដែលអុកញ៉ាកាលពីចំនួនមុនណាមានស្នាដៃសម្រាប់ជាតិមាតុភូមិខ្លាំងសម្បើមណាស់ហើយរត់តែពិសេសអុកញ៉ាចំនួននោះមិនត្រឹមតែមានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់និងស្ដុកស្ដំទេតែក៏ជាមេទ័ពដ៏ខ្លាំងពូកែទៀតផងមិនយូរប៉ុន្មានដំណឹងសម្រាប់ចៅហ្វាយខេត្តពោធិ៍សាត់បានលើដល់ស្ដេចកនហើយស្ដេចកនក៏បានចាត់តាំងឲ្យលើកទ័ពប្រមាណជា120,000 នាក់ដើម្បីវាយកំទេចទ័ពរបស់ព្រះអង្គច័ន្ទរាជាដែលទើបនឹងកកើតនិងកាន់កាប់បានថ្មីពេលដែលទ័ពរបស់ស្ដេចកនលើកទៅដល់ខេត្តក្រគរក៏បានប្រយុទ្ធគ្នាជាមួយនឹងទ័ពរបស់ព្រះអង្គច័ន្ទរាជាដែលមានលោកតាឃ្លាំងមឿងជាអ្នកដឹកនាំដោយឃើញស្ដេចកនលើកទ័ពទៅច្រើនពេកលោកតាមឿងបានបញ្ជាដកទ័ពថយចូលបន្ទាយវិញទាំងអស់ដើម្បីទប់ទល់ទ័ពស្ដេចកនចំនួន 10,000 នាក់នៅប៉ុតបន្ទាយរបស់ព្រះអង្គច័ន្ទរាជានៅឃុំបាក់នឹមឈ្មោះបន្ទាយជ័យដែលមានកងទ័ពតែ 20,000 នាក់តែប៉ុណ្ណោះអស់រយៈពេលប្រមាណជា12ខែធ្វើឲ្យដាច់ស្បៀងហោចអាហារចេញទៅរកស្បៀងជំនួយមកពីខាងក្រៅក៏មិនកើតទម្លុះការឡោមព័ទ្ធក៏មិនបានបើនិយាយពីរឿងធ្វើសឹកនេះគឺជាចលនាមួយដែលបង្កើតឲ្យមានការចាញ់ប្រៀបសង្គ្រាមទ័ពធំឡោមព័ទ្ធកាត់បន្ថយការសម្លាប់ប្រជែងយកពេលវេលាដើម្បីឈ្នះសង្គ្រាមគឺជាក្បួនសឹកដែលមេទ័ពឆ្នើមប្រើការអត់ធ្មត់ដើម្បីឲ្យសត្រូវសុំចុះចាញ់ដោយមិនបាច់ច្បាំងឬប្រើពេលត្រឹមតែមួយដង្ហើមដណ្ដើមបានក្រុងដកទងទ័ពសត្រូវសម្រាប់មេទ័ពធំគេបានបំបាក់ស្មារតីទ័ពខ្លាំងឲ្យចុះញោម
ហើយក្នុងនាមជាមេតបដែលត្រូវបានគេឡោមព័ទ្ធលោកតាឃ្លាំងមឿងដឹងពីរឿងរ៉ាវនេះយ៉ាងលម្អិតច្បាស់ណាស់ក៏មិនបង្អង់យូរក៏មិនលើកដៃដើម្បីអង្គុយតែបន់ព្រះក្នុងនាមជាមេតបធំកុំឲ្យមានការបាក់ទឹកចិត្តតបទើបពញាសួរលោកមឿងបំផុសគំនិតសុំព្រះអង្គច័ន្ទរាជាធ្វើពិធីពលីជីវិតទៅកែនតបខ្មោចដើម្បីមកជួយដំបូងគំនិតនេះត្រូវបានព្រះអង្គច័ន្ទរាជាច្រានចោលដោយមិនយល់ព្រមឡើយដោយសារតែជាមេតបខ្លាំងហើយក៏ជាមេតបដែលព្រះអង្គច័ន្ទរាជាសពតែទៅជាទីបំផុតនោះតែដោយសារតែលោកមេតបចិត្តចចេះរឹងទទឹងប្រុងអាកសម្លាប់ខ្លួននៅមុខព្រះភ័ក្ត្ររបស់ព្រះអង្គទើបព្រះអង្គបណ្ដោយចិត្តបណ្ដោយព្រះតីយល់ស្របតាមការសម្រេចចិត្តរបស់លោកមេតបទទួលបានរាជានុញ្ញាតលោកមេតបពិតជាមានចិត្តត្រេកអរជាពន់ពេកក៏បញ្ជាឲ្យទាហានជីករណ្ដៅទំហំ8ហត្ថ4ជ្រុងហើយក្នុងរណ្ដៅដាំសុទ្ធតែលំពែងរួចធ្វើពិធីបួងសួងយ៉ាងម៉ត់ចត់និងផ្ដាំថាបើយប់ថ្ងៃពេញបរមីខែពិសាខស្អែកនេះមានលឺសន្ធឹកខ្ទរខ្ទាររំជួយដីរំជួយមេឃសូមព្រះរាជាកុំមានព្រះតីរារែកត្រូវលើកទ័ពនិងបញ្ជាឲ្យវាយសង្គ្រប់ចូលទៅជំរុំខ្មាំងសត្រូវភ្លាមទីតាំងរណ្ដៅរៀបចំរួចរាល់ពិធីចាប់ផ្ដើមលោកតាឃ្លាំងមឿងក៏លោតចុះទៅក្នុងរណ្ដៅនោះដើម្បីធ្វើអត្តឃាតជំទាវខៀវដែលជាភរិយាចិត្តមួយអាណិតប្តីចិត្តមួយឈឺឆ្អាលចង់ជួយដែនដីក៏ថ្វាយបង្គំលាព្រះអង្គច័ន្ទរាជាដែរលោតសម្លាប់ខ្លួនទៅតាមស្វាមីឯកូនទាំង4នាក់របស់គាត់ឃើញឪពុកម្ដាយបែបនេះក៏លោតសម្លាប់ខ្លួនទៅតាមដែរតែត្រូវបានគេចាប់ទាន់2នាក់គឺចៅពញាវិបុលរាជទេពនិងចៅពញាដែលជាសុកចំណែកឯកូនទី1និងកូនទី2ដែលមានឈ្មោះថាចៅពញាវង្សាអគ្គរាជកែវនិងពញាបរទេសរាជគេចាប់ពុំទាន់ឡើយបានលោតចូលទៅជាមួយនឹងឪពុកនិងម្ដាយអស់អាយុនៅក្នុងពិធីនៃគ្រានោះទៅលុះពិធីចប់សពគ្រប់ដូចបណ្ដាំរបស់លោកតាឃ្លាំងមឿងមែននៅយប់ពេញបរមីមានអភូតហេតុចម្លែកដ៏អស្ចារ្យឮសំឡេងខ្ទរខ្ទាអើងកងពេញដែនអាកាសវេហាទើបអង្គច័ន្ទរាជាបញ្ជាឲ្យលើកទ័ពវាយសង្គ្រប់ទៅលើខ្មាំងសត្រូវដែលធ្វើឲ្យកងទ័ពទាំងអស់នោះផិតភ័យឥតឧបមារត់ខ្ចាត់ខ្ចាយខ្លះក៏ត្រូវសម្លាប់ហើយរឹបអូសបានស្បៀងអាហារនិងអាវុធយុទ្ធភ័ណ្ឌជាច្រើនដល់ពេលក្រោយមកបងប្អូនដោយសារតែមានទ័ពខ្មោចតាមឿងបានជួយឃុំគ្រងថែរក្សានិងធ្វើសឹកសង្គ្រាមជាមួយស្ដេចកនទទួលបានជ័យជំនះជាបន្តរហូតតែម្ដងរហូតទៅដល់សម្លាប់ស្ដេចកនបានស្រុកទេសចាប់ផ្ដើមមានសន្តិភាពមានរបៀបរៀបរយរៀបចំបានស្រួលបួលបន្តិចមកងាកមកចាប់អារម្មណ៍ជាមួយនឹងស្ដេចសៀមវិញម្ដងបានផ្ញើសារមកឲ្យព្រះអង្គច័ន្ទរាជានឹងឲ្យនាំសួយសារអកឲ្យផ្ញើទៅទាំងដំរីពណ៌សក៏ដូចជាសេះជាច្រើនដើម្បីយកទៅថ្វាយឲ្យដល់ស្ដេចសៀមក៏ប៉ុន្តែព្រះអង្គច័ន្ទរាជាធ្វើមិនអើពើនិងមិនដឹងមិនលឺឡើយនិយាយទៅញាតិភូមិផងរបងជាមួយយើងនឹងគឺរកគួនយើងតាំងពីចំនួនប្រវត្តិសាស្ត្រពីដើមមកម្លេះមកដល់ពេលបច្ចុប្បន្នដោយឃើញថានគរយើងលេងចំណោះក៏ដូចជាលេងគ្រប់គ្រងខ្លួនស្ដេចសៀមបានបញ្ជាឲ្យកងទ័ពមកវាយប្រហារយើងជាញឹកញាប់មកជាច្រើនលើកជាច្រើនសារដោះស្រាយបញ្ហាផ្ទៃក្នុងរួចទប់ទល់ជាមួយនឹងបរទេសជិតខាងម្ដងពួកសៀមលើកទ័ពមកវាយរហូតមកដល់ស្វាយដូនកែវហើយបោះជំរំតាំងពីទ័ពសេះទ័ពដំរីអីនៅតាមបណ្ដោយស្ទឹងស្វាយដូនកែវនឹងឯងលើស្ថានភាពបែបហ្នឹងបងប្អូនយើងប្រហែលជានឹកឃើញទៅដល់ទ័ពខ្មោចរបស់លោកតាឃ្លាំងមឿងហើយជាការពិតអង្គច័ន្ទរាជាពិតជាមិនបងអង្គយូរឡើយបានធ្វើពិធីសុំជំនួយពីលោកតាឃ្លាំងមឿងហើយបានលើកទ័ពទៅវាយសៀមម្ដងទៀតសម្រាប់ព្យុហយាត្រារបស់កងទ័ពក៏ក្រើកទឹកក៏ក្រើកដីលាន់លឺជាមួយនឹងសម្លេងទ័ពខ្មោចរបស់លោកតាឃ្លាំងមឿងផងដែរសម្លេងលាន់ពីលើមេឃចុះមកឡើងក៏ក្រើកដីដែលដឹកនាំដោយតាមឿងនាំទ័ពខ្មោចមកជួយធ្វើឲ្យទ័ពសៀមផិតភ័យរៀកមូលចេញលាមកក្អួតលិចនោមដេកដួលមិនអាចតដៃបានទើបទ័ពព្រះអង្គច័ន្ទរាជាចូលសម្លាប់ទ័ពទាំងអស់នោះរីឯពួកសេះសល់ក៏សល់ត្រឹមតែរត់បាត់ជើងសព្រាតទៅស្រុកចោលអាវុធយុទ្ធភ័ណ្ឌនិងសល់ត្រឹមតែគេឈ្មោះដ៏អាម៉ាស់រត់បាត់ជើងសព្រាតនៅក្នុងសង្គ្រាមនោះឯងចឹងហើយបានពួកនឹងវាគុំយើងណាស់បងប្អូនប្រវត្តិសាស្ត្រសិតសឹងតែរត់ប្រះអាយុរហូតហើយចាប់តាំងពីពេលនោះមកលោកតាឃ្លាំងមឿងបើទោះបីជារលត់បងសង្ខាទៅហើយក្តីក៏ត្រូវបានប្រជាពលរដ្ឋខ្មែរប្រុសស្រីគោរពបូជាថ្វាយបង្គំនិងគោរពជាអ្នកតាដ៏ពូកែស័ក្តិសិទ្ធិតាំងពីពេលនោះរហូតមកដល់ពេលបច្ចុប្បន្ន